cóแต่ចេះតែចូលរួចមិនដឹងថាចូលតាមណាបើគ្រាន់តែប្រឡោះដោះហ្នឹងគឺសង្ឃថាมันមានផងហើយបើខាងនេះវិញកន្លែងគេឲ្យមាននៅមិននៅទេមកជ្រៀតជ្រែកជាមួយនឹងគេអីដែរតែបើរឿងដែលកាន់តែហួសចិត្តនោះគឺកាត់ឲ្យបិទកៅ502វិញហើយបងប្អូនចង់ដឹងដំណើរដើមតងសាច់រឿងទៅជាយ៉ាងណានោះសូមតាមដាននឹងទស្សនាទាំងអស់គ្នាវីដេអូនេះដែរមិនសម្រាប់តែបងប្រើជាមួយនឹង Can-Am ទាំងការប្រើប្រាស់ឡានទូទៅក៏ដូចជាបងក្រុមជាងទស្សនាទៅក៏បាននៅប័ណ្ណពិសោធន៍ខ្លះៗផងដែរកាលពីវីដេអូមុនយើងបាននិយាយអំពីបូម Ford ដែរប៉ុន្តែនៅលើឡាន Ford M150 Raptor សម្រាប់មួយគ្រឿងនេះគឺយើងនិយាយអំពីបូម Ford ដូចគ្នាតែបូមរបស់ Can-Am គឺវាធ្វើការតន្ត្រំខ្លាំងបាទគឺយើងប្រយុទ្ធត្រូវគ្រប់រសជាតិផ្លូវតែម្ដងហើយសម្រាប់អ្នកដែលប្រើប្រាស់ជាមួយនឹង Can-Am ភាគច្រើនគឺគាត់តែងតែលេងហោះទួលហើយតិចតួចឬក៏គាត់តាប់កលុកតន្ត្រំខ្លាំងបើកប្រយុទ្ធនៅស្ថានភាពផ្លូវដែលពិបាកខ្លាំងអញ្ចឹងគឺវាអាចកើតបញ្ហាខ្លះហើយវាមិនអត់របស់ដែលយើងប្រើប្រាស់ប្រចាំថ្ងៃសូម្បីតែឡានហ្នឹងគឺយើងថែផងនៅជួបមានបញ្ហារំតែប្រភេទ Can-Am បាទបងប្អូនទាំងអស់គ្នាហើយបញ្ហាគឺវាមានច្រើនក៏ប្រឈមមុខខ្លះដែរអាចកែច្នៃក៏ដូចជាកែប្រែស្ថានភាពក៏វាមានការគូផ្សំហ្នឹងពាក់ព័ន្ធជាមួយនឹងការរៀបចំដែរតែមិនមែនជាការបន្ទោសបង្អាប់ឬក៏ចង់ថាអ្នកធ្វើមុនទៅវិញក៏អាចទៅជាចំណេះដឹងទូចមួយសម្រាប់ក្រុមជាងផងដែរមុនឈានដល់ការស្វីសបូមសូមពុកម៉ែបងប្អូនទស្សនាជាមួយនឹងចំណុចនេះមួយសិនតាមពិតទៅជាមួយនឹងកស៊ូបោកនេះចាំបាច់ថាតតអ្នកជំនាញឬក៏ក្រុមជាងអីនោះទេពុកម៉ែបងប្អូនទាំងអស់គ្នានឹងក៏អាចស្វែងយល់ដោយខ្លួនឯងបានផងដែរការមើលនេះគឺมันមានភាពពិបាកខ្លាំងទេពុកម៉ែបងប្អូនទាំងអស់គ្នាដោយចលនារបស់បូមគឺត្រូវធ្វើការឡើងចុះស៊ូបោករបស់បូមហ្នឹងក៏ត្រូវមានតួនាទីនៅក្នុងការទប់បូមមិនឲ្យបោកទប់ជាមួយនឹងជើងបូមផងដែរតែនេះចេះហេងហើយដែលកស៊ូហ្នឹងអត់ខ្ទាតចេញពីបដូរបូមដោយមែនទែនទៅការបំពាក់កស៊ូបោកនេះគឺគេអត់មានត្រូវកាត់ឲ្យបិទកាវ502បិទភ្ជាប់អញ្ចឹងវិញទេនៅពេលដែលបូមអុកទៅហ្នឹងគឺនឹងធ្វើឲ្យសកត់ញូចជាមួយនឹងកស៊ូបោកហ្នឹងអញ្ចឹងគឺក្នុងករណីខ្លះអាចធ្វើឲ្យកស៊ូហ្នឹងវាខ្ទាតចេញជាកស៊ូអុកថ្មីដែលយើងត្រៀមនឹងបដូរហើយគឺយើងអត់មានកាត់ដាក់កាវ502អីទេបាទហើយនេះគឺដំណើរការវារត់ទៅចលនាគឺ smooth ខ្លាំងមែនតើបាទនេះភាពខុសគ្នាបាទនេះទៅយ៉ាត់ក៏ដឹងថាធូរជាងអញ្ចឹងទឹកដីគឺវាចេញចូលបានល្អជាងកស៊ូចាស់របស់គេបាទនេះគឺជាកស៊ូចាស់ដែរយល់ទៅគឺធ្វើការល្អទេដោយសារវានឹកណែនកណែនពេកផងហើយខុសស្តង់ដារដែលយើងកាត់វាហើយយើងបិទកាវយ៉ាបាទគឺវាអត់ទប់អត់ជាប់ទេអញ្ចឹងសម្រាប់បងដែលជាក្រុមជាងគាត់ពុំមានឧបករណ៍នៅក្នុងការដោះបូមគ្រប់គ្រាន់បងអាចទទួលសេវាកម្មពីភ្ញៀវហើយយកមកឲ្យក្រុមការងារ VKH សវិជូតមកទាំងអស់គ្នាក៏បានផងដែរហើយយើងមកកលេចមើលបញ្ហាទី2ម្ដងពាក់ព័ន្ធជាមួយនឹងបូម Fox សម្រាប់ Can-Am នេះបូម Fox នេះដែរគឺជាបូម Fox internal bypass ដែលប្រើ nitrogen ដាច់ដោយប្រេងដោយមិនលាយឡំគ្នាប្រេងដោយប្រេង nitrogen ដាច់ដោយ nitrogen ហើយយើងកលេចមកមើលផ្នែកខាងក្នុងវិញក្រោយការដោះគម្របបូមរួចក្រោយការដោះគម្របបូមចេញមកគឺយើងឃើញថាមានក្តាំងជាមួយនឹងកតិចដីធលីដីដែលវាកកដុំនៅក្នុងនឹងច្រើនខ្លាំងមែនទែនដែលមុខសញ្ញាទាំងនេះហើយក៏អាចធ្វើឲ្យបូមនឹងធ្វើការមិនប្រកែដូចមុនក៏ជាការបែកហ្វឺតហូប្រេក៏ដូចជាកើតនៅជាចង្អោរធ្វើឲ្យរលាកបណ្ដូលឬក៏ខូចបណ្ដូលផងដែរសម្រាប់ការដោះបំបែកជួសជុលនេះទៀតសោតពុំសូវជាមានភាពងាយស្រួលទាមទារចាំបាច់ជាងដែលមានបទពិសោធន៍ខ្ពស់និងមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការដោះបំបែកហើយបើបូម Can-Am នេះយើងប្រៀបជាមួយនឹងបូមរថយន្តវិញបូមរថយន្តគឺមានភាពងាយស្រួលជាងបូម Can-Am បូម Can-Am គឺមានបច្ចេកវិទ្យាខ្ពស់ខ្លាំងជាងនិងពិបាកនៅក្នុងការជួសជុលជាងចូលមកដល់បញ្ហាបន្ទាប់ដែលយើងត្រូវបកស្រាយអំពីបូមនេះបន្ថែមបងប្អូនបានស្ដាប់ពីខាងដើមហើយគឺខ្ញុំបានជម្រាបបងប្អូនច្បាស់ថាបូម nitrogen គឺមិនលាយឡំគ្នាជាមួយនឹងប្រេងឡើយថាបូម Fox នេះឬក៏បូម Hotbeat របស់ VKH នោះទេតែសម្រាប់បញ្ហានេះដែរគឺប្រេងគឺត្រូវបានលាយចូលទៅក្នុងកំប៉ុងរបស់យើងតែងតែហៅថា nitrogen នឹងឯងបែបនេះហើយធ្វើឲ្យដំណាក់កាលនៃការប្រើប្រាស់ក៏បង្កជាបញ្ហាផ្សេងឬក៏ប្រើប្រាស់មិនដូចបូមថ្មីមិនដូចទម្រង់ដើមក្រោយការដោះបំបែករួចប្រេងចាស់របស់បូម Fox នេះពុំអនុញ្ញាតឲ្យប្រើប្រាស់ជាមួយនឹងបូម Fox នេះសារថ្មីនោះទេដោយត្រូវជំនួសមកវិញជាមួយនឹងប្រេងបូមថ្មីចាក់បញ្ចូលទៅក្នុងបូម Fox នេះបើទោះជាក្នុងលក្ខខណ្ឌបូមនៅថ្មីឬក៏នៅក្នុងកម្រិតណាក៏ដោយក៏ពុំគួរចាក់ប្រេងនេះចូលទៅក្នុងបូមសារថ្មីឡើយសម្រាប់បងដែលអាសាប្រយុទ្ធឬក៏យកលេងតន្ត្រំខ្លាំងយើងអាសារ៉ាលីអាសាអីចឹងណាបាទអាសាលុកព្រៃអាសាអីបងអាចអញ្ជើញមកឆែកបានបើសិនជាក្នុងករណីដែលយើងត្រូវរៀបចំគួរតែរៀបចំបើក្នុងករណីដែលអត់រៀបចំអាហ្នឹងក៏យើងទៅតាមជាក់ស្ដែងដែរមិនមែនចេះតែថាធ្វើវីដេអូសម្រាប់តែបងមកដល់ហ្នឹងគឺដឹងតែត្រូវសវិសចាប់សវិសទាញសវិសគឺអត់មានសិទ្ធិនៅក្នុងការអូសទាញឬក៏ប្រខិតបង្ខំបងទេអាហ្នឹងគឺនៅលើការពិចារណារបស់បងដែរអរគុណសម្រាប់ការតាមដានទស្សនាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ